បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានៅ Channel Pri Top King ទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី26នៃខែតុលាឆ្នាំ2025នៅក្នុងថ្ងៃនេះខ្ញុំមានអត្ថបទថ្មីដើម្បីលើកយកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចរុស្ស៊ីមកទល់នឹងពេលនេះបងប្អូនសេដ្ឋកិច្ចរុស្ស៊ីអាចនឹងជាប់គាំងនៅពេលណាមួយជាមិនខានដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិកធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីពិបាកដើរបោះជំហានទៅមុខជាបន្តបន្ទាប់នៅក្នុងឆ្នាំ2025ជាពិសេសគឺនៅក្នុងចុងឆ្នាំនេះតែម្ដងបងប្អូនដឹងហើយកាលពីវីដេអូមុនខ្ញុំបានជម្រាបជូនបងប្អូនពាក់ព័ន្ធជាមួយនឹងទណ្ឌកម្មរបស់អាមេរិកដែលបានដាក់ទៅលើវិស័យប្រេងឥន្ធនៈរបស់រុស្ស៊ីដែលធ្វើឲ្យចិននិងឥណ្ឌាធ្វើការផ្អាកទិញប្រេងឆៅរបស់រុស្ស៊ីមកទល់នឹងពេលនេះបញ្ហារុស្ស៊ីគឺដូចជាដើរដល់ផ្លូវទាល់បងប្អូនណាហើយពាក់ព័ន្ធជាមួយនឹងចិននិងឥណ្ឌាដែលផ្អាកទិញប្រេងឆៅរបស់រុស្ស៊ីយើងមិនដឹងពីមូលហេតុទេប៉ុន្តែយើងនឹងធ្វើការតាមដានពាក់ព័ន្ធជាមួយនឹងបញ្ហានេះទាំងអស់គ្នាអ្វីដែលសំខាន់បងប្អូននៅក្នុងអត្ថបទក្នុងថ្ងៃនេះខ្ញុំចង់លើកយកពាក់ព័ន្ធជាមួយនឹងធនាគារកណ្ដាលរបស់រុស្ស៊ីដែលធ្វើការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតហើយគឺគិតត្រឹមថ្ងៃទី24គេបានកាត់ 0.5% បន្ថែមបងប្អូនណាឥឡូវនេះអត្រាការប្រាក់នៅសល់ត្រឹមតែ 16.5% ទេបើទោះបីជាអធិបតេយ្យកំពុងតែមានការកើនឡើងខ្លាំងក៏ដោយបើតាមប្រភពសារព័ត៌មានដែលគេបានចុះផ្សាយធនាគារកណ្ដាលរបស់រុស្ស៊ីបានប្រកាសកាត់បន្ថយអត្រាការប្រាក់សំខាន់ជាលើកទី4បងប្អូនយើងត្រឡប់មកវិញកាលពីថ្ងៃទី24ខែតុលាឆ្នាំ2025ដោយឃើញពីការធ្លាក់ចុះពី 17% ទៅ 16.5% ដូច្នេះបងប្អូនកាត់ចំនួន 0.5% ហើយការសម្រេចចិត្តបងប្អូនណាក្នុងការកាត់នេះគឺជាការកាត់មួយដែលមានសញ្ញាបង្ហាញពីគ្រោះថ្នាក់នៃការកើនឡើងអធិបតេយ្យនិងការដាក់ទណ្ឌកម្មថ្មីពីសហរដ្ឋអាមេរិកលើវិស័យប្រេងឥន្ធនៈរបស់រុស្ស៊ីដែលធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ជាពិសេសគឺជាប់គាំងតែម្ដងការកាត់បន្ថយត្រឹម 0.5% នេះត្រូវបានគេចាត់ទុកថាជាជំហានមួយឬក៏ជាសញ្ញាមួយដល់មិនល្អទេដែលបង្ហាញពីការបន្តគោលនយោបាយបន្ធូរបន្ថយប៉ុន្តែក្នុងភាពយឺតយ៉ាវបំផុតដើម្បីរក្សាសមតុល្យរវាងអធិបតេយ្យលេចធ្លោបើតាមសម្ដីបងប្អូនណាលោកស្រីអ៊ីលវីរ៉ាអគ្គនាយិកាធនាគារកណ្ដាលរបស់រុស្ស៊ីបានបញ្ជាក់ថាការសម្រេចចិត្តនេះគឺផ្អែកទៅលើការថយចុះនៃតម្រូវការសេដ្ឋកិច្ចនិងការបន្ធូរបន្ថយនៃទីផ្សារការងារប៉ុន្តែគោលនយោបាយបន្ធូរបន្ថយត្រូវបន្តនៅក្នុងកម្រិតតឹងរ៉ឹងតាមដែលចាំបាច់ដើម្បីដឹកនាំអធិបតេយ្យត្រឡប់មករកគោលដៅដើមវិញគឺ 4% ចាប់តាំងពីខែមិថុនាឆ្នាំ2025ធនាគារកណ្ដាលបានចាប់ផ្ដើមបន្ធូរបន្ថយអត្រាការប្រាក់ពីកម្រិតកំពូល 21% នៅក្នុងសម័យសង្គ្រាមដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចហើយការកាត់បន្ថយលើកទី4នេះបងប្អូនណាគឺជាការកាត់បន្ថយ100បាស៊ីប៉ុនក្នុងខែកញ្ញាទៅ 17% និងការកាត់បន្ថយមុននៅក្នុងខែសីហានិងខែកក្កដាទោះជាយ៉ាងណាអ្នកវិភាគភាគច្រើនបានព្យាករណ៍ថាការកាត់បន្ថយនឹងខ្លាំងក្លាជាងនេះឬរក្សាកម្រិតដដែលដោយសារតែមានភាពមិនពិតប្រាកដអំពីរយៈពេលដែលសេដ្ឋកិច្ចរបស់រុស្ស៊ីអាចនឹងសម្របសម្រួលបានឬក៏មានកំណើនយឺតឬក៏ទីផ្សារការងារកំពុងតែតឹងតែងអធិបតេយ្យមកទល់នឹងពេលនេះកើនឡើងរហូតដល់ 8.14% នៅក្នុងខែតុលាដែលលើសពីគោលដៅដោយសារតែតម្លៃប្រេងកើនឡើងរហូតដល់ 11.6% តាំងពីដើមឆ្នាំមកម្លេះនិងតម្លៃម្ហូបអាហារផ្លែឈើគឺទៅតាមរដូវកាលកត្តាបន្ថែមរួមមានការវាយប្រហាររបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីនិងការដាក់ទណ្ឌកម្មថ្មីពីសហរដ្ឋអាមេរិកកាលពីថ្ងៃទី22ខែតុលាឆ្នាំ2025លើក្រុមហ៊ុនប្រេងលុកអូលនិងរ៉ូស្នេសដែលគ្រប់គ្រងផលិតកម្មប្រេងពាក់កណ្ដាលនៃប្រទេសរុស្ស៊ីការដាក់ទណ្ឌកម្មនេះត្រូវបានគេចាត់ទុកថាជាកត្តាមិនប្រកបប្រជាដ៏ធំ
ដែលធ្វើឲ្យការព្យាករណ៍បងប្អូនណាក្នុងការនាំចេញរបស់រុស្ស៊ីធ្លាក់ចុះរហូតទៅដល់ 3% នៅក្នុងឆ្នាំ 2025 សេដ្ឋកិច្ចរុស្ស៊ីកំពុងតែប្រឈមនឹងការថយចុះនៃកំណើន 4.3% នៅក្នុងឆ្នាំមុនទៅត្រឹម 0.5 ឬក៏ 1% ដោយសារអត្រាការប្រាក់ខ្ពស់បានរារាំងការវិនិយោគទីផ្សារការងារនៅតែតឹងតែងជាមួយអត្រាអត់ការងារធ្វើ 2.1% កម្រិតទាបបំផុតនិងប្រាក់ខែដែលកើនឡើងបងប្អូនណាលឿនជាងផលិតភាពការងាររដ្ឋាភិបាលកំពុងពិចារណាលើកំណើនពន្ធបងប្អូនណាលើតម្លៃបន្ថែមទៅ 22% នៅក្នុងឆ្នាំ 2026 ដើម្បីបំពេញគម្រោងថវិកាប៉ុន្តែវានឹងអាចបង្កើតអតិផរណាកើនឡើងបន្ថែម 0.6 ឬក៏ 0.8% បន្ថែមទៀតអង្គការសេដ្ឋកិច្ចអន្តរជាតិ IMF បានកែប្រែការព្យាករណ៍កំណើន GDP រុស្ស៊ីទៅ 0.6% នៅក្នុងឆ្នាំនេះនិង 1% នៅក្នុងឆ្នាំក្រោយទស្សនវិស័យបងប្អូនណាទស្សនវិស័យថ្មីរបស់ធនាគារកណ្ដាលរបស់រុស្ស៊ីបានបង្ហាញថាអត្រាការប្រាក់ជាមធ្យមនៅក្នុងគម្រោង 13 ទៅ 15% នៅក្នុងឆ្នាំ 2026 កើនឡើងពីការព្យាករណ៍ខែកក្កដា 12 ទៅ 13% ដោយសារតែការទប់ទល់នឹងអតិផរណានិងទីផ្សារការងារគឺតឹងតែងមែនទែនហើយអតិផរណាត្រូវបានគេព្យាករណ៍នៅកម្រិត 6.5 ទៅ 7% ដូច្នេះហើយកាន់តែកើនឡើងប៉ុន្តែអ្វីដែលគេព្យាករណ៍នៅក្នុងឆ្នាំ 2025 គេថាចុះមកត្រឹម 6 ទៅ 7% នៅក្នុងឆ្នាំ 2025 និង 4.5% នៅក្នុងឆ្នាំ 2026 មុននឹងត្រឡប់មកគោលដៅ 4% វិញនៅក្នុងឆ្នាំ 2027 ប៉ុន្តែអត់សង្ឃឹមទេបងប្អូនបើសិនជាទណ្ឌកម្មនេះមិនអាចលើកលែងទេឬក៏អាមេរិកនៅតែតឹងរឹងពាក់ព័ន្ធជាមួយនឹងទណ្ឌកម្មនេះហើយពូទីនមិនឡើងតុចរចាខ្ញុំគិតថាมันអាចមក 4% វិញទេអាចនឹងនៅ 8% នឹងរហូតហើយឥឡូវយើងបន្តទៅទៀតបងប្អូនកម្ចីធុរកិច្ចត្រូវបានព្យាករណ៍កើនរហូតពី 10 ទៅ 13% នៅក្នុងឆ្នាំនេះប៉ុន្តែធ្លាក់ចុះនៅក្នុងឆ្នាំក្រោយគ្រោះថ្នាក់សេដ្ឋកិច្ចជាប់គាំងកំពុងតែកើនឡើងដោយសារកំណើនស្ទើរស្មើសូន្យអតិផរណាខ្ពស់និងអត្រាការប្រាក់ខ្ពស់ជាប់លាប់ជាពិសេសការចំណាយថវិកាសម្រាប់សង្គ្រាមនិងកង្វះកម្លាំងពលកម្មអាជីវកម្មរុស្ស៊ីបានប្រឆាំងយ៉ាងខ្លាំងនឹងអត្រាការប្រាក់ខ្ពស់ដោយការអះអាងថាវាកំពុងតែរារាំងលើវិស័យការវិនិយោគនិងការស្ដារឡើងវិញនៃសេដ្ឋកិច្ចដោយចាំបាច់ត្រូវកាត់បន្ថយទៅកម្រិត 12 ទៅ 14% ដើម្បីជំរុញកំណើនកើនឡើងបន្ទាប់ពីការប្រកាសរុស្ស៊ីបានរឹងមាំឡើងនៅ 0.7% ទល់នឹងដុល្លារអាមេរិកដូច្នេះបងប្អូនសេដ្ឋកិច្ចវិទូឯករាជ្យបានសរសេរលើបណ្ដាញសង្គម Telegram ថាការកាត់បន្ថយនេះគឺជាសញ្ញាសំខាន់ថានៅឆ្នាំក្រោយយើងនឹងឃើញការជាប់គាំងអំពីសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរហើយអ្នកវិភាគផ្សេងទៀតបានប្រមានថាការកាត់បន្ថយយឺតយ៉ាវទោះមិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់គ្រោះថ្នាក់ការងារឬក៏ការចំណាយនឹងការដាក់ទណ្ឌកម្មដែលអាចនាំឲ្យអត្រាការប្រាក់មិនអាចធ្លាក់ចុះក្រោម 16% នៅក្នុងឆ្នាំក្រោយហើយលោកស្រី Nabil Lina បានសង្កត់ធ្ងន់ថាគោលនយោបាយតឹងរឹងនេះនៅតែចាំបាច់ដើម្បីទប់ស្កាត់អតិផរណាដែលឥឡូវត្រូវបានរំពឹងថានឹងឈានទៅដល់គោលដៅត្រឹមឆ្នាំ 2026 និងឆ្នាំ 2027 ដូច្នេះការសម្រេចចិត្តនេះគឺជាតុល្យភាពដ៏លំបាករវាងកំណើនសេដ្ឋកិច្ចនិងស្ថិរភាពនៃតម្លៃក្នុងបរិបទសង្គ្រាមនិងការដាក់ទណ្ឌកម្មរបស់អន្តរជាតិអ្នកវិភាគសង្កេតឃើញថាបើគ្មានការផ្លាស់ប្ដូរបងប្អូនណានៅក្នុងគោលចំហនយោបាយថវិកាទេសេដ្ឋកិច្ចរុស្ស៊ីអាចនឹងចូលទៅក្នុងដំណាក់កាលជាប់គាំងយូរអង្វែងដូច្នេះបងប្អូននេះជាអត្ថបទមួយដែលខ្ញុំលើកយកមកចែកជូនដល់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចរុស្ស៊ីមកទល់នឹងពេលនេះហាក់បីដូចជាជាប់គាំងខ្លាំងមែនទែនដោយសារតែអាមេរិកដាក់ទណ្ឌកម្មបងប្អូនណាมันអាចដាក់ដោយផ្ទាល់ទេប៉ុន្តែដាក់ប្រយោលតាមសម្ព័ន្ធមិត្តផ្សេងៗឥឡូវនេះឥណ្ឌាចិនបងប្អូនដឹងហើយថាដោយអាមេរិកអាម៉ាទេរាល់ដងគឺចេញមុខតែម្ដងពីរអ្នកហ្នឹងគឺពាក់ព័ន្ធជាមួយប្រេងដែកអីហ្នឹងគឺរុស្ស៊ីបងប្អូនណាដឹកឲ្យឥណ្ឌាដឹកឲ្យចិនហើយក៏ជាប្រភពទាំងពីរដ៏ធំបំផុតសម្រាប់សេដ្ឋកិច្ចរុស្ស៊ីប៉ុន្តែនៅពេលថ្មីនេះពេលដែលលោកត្រាំប្រកាសឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនធ្វើការពហិការ
ធ្វើការពហិការមិនប្រើប្រាស់របស់រុស្ស៊ីឥឡូវនេះចាប់ផ្ដើមហើយគេដឹងថាចិនទិញរបស់ពីរុស្ស៊ីដើម្បីទៅបង្កើតលក់មកឲ្យគេឥឡូវនេះបងប្អូនមានបញ្ហាឥណ្ឌានិងចិនចាប់ផ្ដើមផ្អាកក្នុងការទិញប្រេងឆៅសិនចាំមើលថាតើផ្អាកទិញអ្វីទៀតទិញដែកឬក៏ទិញធម្មពលអូស្មန်ណាផ្សេងទៀតអត់ព្រោះឥឡូវផ្អាកទិញប្រេងឆៅហើយដូច្នេះបងប្អូនសម្រាប់អត្ថបទនេះគឺមកដល់ទីបញ្ចប់ហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ដូច្នេះបងប្អូនយើងនឹងតាមដានបន្តទៀតពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចរុស្ស៊ីតើអាចនឹងជាប់គាំងឬក៏យ៉ាងណាឥឡូវនេះបងប្អូនបើបងប្អូនពេញចិត្តកុំភ្លេចជួយចុច like ជួយចុច subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗពីខ្ញុំបាទបន្តទៀតពាក់ព័ន្ធជាមួយនឹងបញ្ហារុស្ស៊ីអ៊ុយក្រែនជាមួយនឹងសហរដ្ឋអាមេរិកក៏រួមទាំងចិនឬក៏ទាំងសកលលោកដូច្នេះហើយបងប្អូនក្នុងពេលនេះខ្ញុំបាទ Free Talking ក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅឱកាសក្រោយទៀត